มันเฮียนส้มหกทอดจังโอ้ยแกบอกยำชาติมาเว้ยcho bạn nè, cái nắp dương món bạn xâm lúc phép thọt selfie dương chẳng កប់សេរីហ្មងបានក្រាស់នឹងចឹងថត selfie ផ្ញើគាត់មួយទៅបានចប់និស័យចំមិនបានហ៊ានសុំហុកថតចឹងគាត់ស្នើសុំអីថតផ្ញើឲ្យគាត់ទៅខេងជាសង្សារនឹងគ្នាអីចុះបើគាត់យករូបនឹងទៅធ្វើអីមិនសមរម្យឬប្រហែលឲ្យអ្នកផ្សេងយើងគិតមិនទៅអេតែមិនដែលស្គាល់គាត់ណាគាត់មិនមនុស្សចឹងទេច្បាស់ម្លេះស្គាល់គាត់បានប៉ុន្មានខែហើយកុំឆាប់ទុកចិត្តគេពេកដូចជាមិនស្រួលទេទៅគាត់នៅតែនិយាយប្រឆិតប្រឆៀងចង់ចូលទៅប្រធានបទផ្លូវភេទធ្វើឲ្យយើងនឹងទន់ចិត្តធ្វើឲ្យយើងនឹងជាអ្នកខុសបើអត់ផ្ញើរូប sexy ឲ្យគាត់វាជាសញ្ញាមិនល្អទេអេតែបើយើងមិនផ្ញើទៅគាត់នឹងខឹងយើងជារំខានបើយើងមានអារម្មណ៍មិនស្រួលយើងមានសិទ្ធិនិយាយថាទេឬជ្រើសរើសអ្វីផ្សេងមកនិយាយជាមួយគាត់គ្មានអីទេផ្ញើរូបឲ្យគាត់ទៅគ្រាន់តែហុកថតសងហើយគាត់សន្យាថាអត់ឲ្យអ្នកដទៃដឹងផងមិនបានទេសំខាន់អារម្មណ៍ប្រាប់ថាមិនស្រួលហើយបើគាត់ពិតជាស្រឡាញ់យើងមែនគាត់ច្បាស់ជាមិនមែនសុំរូបថតអញ្ចឹងរបស់យើងទេផ្ញើទៅបាត់ហើយហាទេបើសិនបើអ្នកមានអារម្មណ៍ថាវាមិនត្រឹមត្រូវឬមិនមានសត្ថភាពទេសូមស្ដាប់និងជឿលើវិចារណញ្ញាណរបស់អ្នកសញ្ញាសម្គាល់ខ្លះៗដែលអ្នកនឹងជួបប្រទះនៅពេលដែលអ្នកឆាតជាមួយជនបំពានផ្លូវភេទតាមអនឡាញគេតែងតែសរសើរនិងលួងលោមអ្នកឲ្យផ្ញើរូបថតឬវីដេអូឯកជនរបស់អ្នកជាបន្តបន្ទាប់ឲ្យគេតាមអនឡាញគេចង់ដឹងរឿងរ៉ាវផ្ទាល់ខ្លួនរបស់អ្នកដោយសួរសំណួរផ្ទាល់ខ្លួនជាច្រើនសូមចងចាំថាគេអាចនឹងកុហកអ្នកអំពីអត្តសញ្ញាណរបស់គេស្នើសុំជួបផ្ទាល់ជាមួយអ្នកជាលក្ខណៈឯកជនតែពីរនាក់គេព្យាយាមទាញអ្នកឲ្យចូលរួមក្នុងការសន្ទនាបែបផ្លូវភេទគេប្រហែលជាសន្យាថាគេនឹងមិនឲ្យអ្នកផ្សេងដឹងនោះទេបើអ្នកជាជនរងគ្រោះពីការគំរាមតាមប្រព័ន្ធអនឡាញឬបារម្ភថាជនណាម្នាក់ជាអ្នកបំពានផ្លូវភេទតាមអនឡាញសូមរាយការណ៍ទៅកាន់នគរបាលជាតិលេខ1288ឬទៅអង្គការ Apple កម្ពុជា092 311 511ឬបណ្ដាញទូរស័ព្ទជំនួយកុមារលេខ1280